Robin Amrim ដែលជាគ្រូបង្វឹក Man U បច្ចុប្បន្នបាទខ្ញុំមើលព័ត៌មានប្រហែលថ្ងៃនេះគឺចេញមកផ្ទួនគ្នាសម្ពាធខ្លាំងណាស់បាទសម្រាប់ Robin Amrim ប្រឈមនឹងការបាត់បង់ការងារជាគ្រូបង្វឹក Man U នាពេលបច្ចុប្បន្ននេះបាទមិនបាច់ទៅឆ្ងល់ថាហេតុអីបាត់បង់ដូចខ្ញុំនិយាយអញ្ចឹង Amrim ខ្ញុំថាយ៉ាងច្រើនបានត្រឹម10ប្រកួតយ៉ាងច្រើនឥឡូវមិនទាន់បាន10ប្រកួតគ្រូបួលផងនេះដូច7 8ណាបាទព្រោះ Man U អត់មានលេង Champions League លេង Europa League អីនឹងគេផងបានយ៉ាងច្រើន7ទៅ8ឥឡូវពងចង់ក្តៅហុយក៏អីគាត់យ៉ាងច្រើនបើថាឥឡូវរកគ្រូមិនទាន់បានសល់2ប្រកួតចុងក្រោយទៀតខ្ញុំគិតថាគាត់អាចនឹងបញ្ចប់តួនាទីហើយ Robin Amrim ណាអញ្ចឹងมันមានរឿងអីចម្លែកទេពីព្រោះ Man U នេះយើងនិយាយអស់ទៅគឺដូចខ្ញុំនិយាយអញ្ចឹងវាគ្មានអីក្រៅតែពីដូរគ្រូទេបាទបើដូរគ្រូទៅការលេងល្អប្រសើរឈ្នះបានច្រើនអីច្រើនក៏តាមហ្នឹងទៅតែបើដូរគ្រូហើយគ្រូនឹងដឹកនាំកើតលេងមិនល្អទេដេញចោលហើយដូរគ្រូថ្មីទៅបញ្ហា Man U គឺមានប៉ុណ្ណឹងសាមញ្ញនៅពេលបច្ចុប្បន្ននេះអត់មានរឿងអីត្រូវវិភាគទៀតទេបាទពីព្រោះអ្វីគឺបានធ្វើអស់ហើយដូចខ្ញុំនិយាយអញ្ចឹងគឺបានធ្វើអស់ហើយទាំងការដូរឋានៈដឹកនាំកម្ពុជារបស់ក្លឹបដូរម្ចាស់ក្លឹបមិនដូរតាណាទេអ្នកដែលធ្លាប់កាន់មុន Glazer Family ទុកនៅម្លែកអ្នកទិញភាគហ៊ុនមកថ្មី Jim Ratcliffe គឺគាត់ចូលមកកាន់ធ្វើការងារនេះនាយកប្រតិបត្តិនាយកកីឡាករដូរអស់ហើយដូច្នេះគ្មានអីដែលយើងត្រូវដូរទៀតទេបាទដែល Man U ត្រូវដូរទៀតទេបាទដូច្នេះអ្វីដែល Man U ត្រូវការគឺការដូរគ្រូបើគ្រូដឹកនាំកើតដូរគ្រូថ្មីគ្រូណាដែលពងល្បីបច្ចុប្បន្នដឹកនាំក្លឹបដែលមធ្យមឈ្នះបច្ចុប្បន្នហ្នឹងយកមកដឹកនាំតទៀតទៅហើយសួរថាមកពីមូលហេតុអីសំណួរដែលពិបាកឆ្លើយសំណួរដែលគ្មានចម្លើយពិតប្រាកដចម្លើយសម្រាប់ខ្ញុំក៏មិនពិតប្រាកដចម្លើយសម្រាប់អ្នកវិភាគដទៃទៀតនៅលើឆាកអន្តរជាតិនៅលើពិភពលោកក៏មិនពិតប្រាកដដូចគ្នាគ្រាន់តែជាការវិភាគពីព្រោះអ្នកខ្លះវិភាគថាមកពីគ្រូទៅអ្នកខ្លះថាមកពីទម្រង់ទៅអ្នកខ្លះថាមកពីកីឡាករទៅអ្នកខ្លះថាមកពីម្ចាស់ក្លឹបទៅអញ្ចឹងអ្វីទាំងអស់នេះគឺបានផ្លាស់ប្ដូររួចអស់ហើយបាទវាអត់មានអីដែលជាអាកំបាំងទៀតទេដូច្នេះរឿង Man U តាំងពីប្រហែលឆ្នាំចុងក្រោយនេះគឺតាំងពី Sir Alex Ferguson ចេញទៅគឺនៅដដែលរាប់10ឆ្នាំដែរបាទជាង10ឆ្នាំហើយបែរចូល11ឆ្នាំ12ឆ្នាំហើយនេះណាបាទអញ្ចឹងមានតដោគ្រូហ្នឹងឯងបាទឥឡូវបើ Robin Amrim ដឹកនាំកើតដូចខ្ញុំនិយាយតាំងពី live មុនអ្នកដែលមើល live ខ្ញុំដឹងច្បាស់ថា Man U គ្មានអីក្រៅពីបើថាគ្រូនឹងដឹកនាំកើតដូរគ្រូថ្មីទៅបាទអត់មានរឿងអីត្រូវធ្វើលើសពីហ្នឹងទេឥឡូវនេះជាក់ស្ដែង Man U បានត្រៀមលក្ខណៈយកគ្រូថ្មីមកជំនួសលោក Robin Amrim ទៅហើយបាទគ្រូដែលស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ Man U នោះគឺមាន 4-5 នាក់បាទដែលតែគ្រូបច្ចុប្បន្នដែលគេគិតថាទំនងជាងគេក្នុងការមកកាន់តំណែងជំនួសកន្លែងរបស់ Robin Amrim គឺលោក Olivier Glasner គ្រូសញ្ជាតិអូទ្រីសរបស់ក្លឹប Crystal Palace ក្រៅពីនោះនៅមានគ្រូប៊ឺនមកលោក Iraola អតីតគ្រូជំនួយជាតិអង់គ្លេសលោក Gareth Southgate បាទហើយអតីតគ្រូបណ្ដោះអាសន្នរបស់ Man U Michael Carrick ហើយមានគ្រូអតីតគ្រូបាសេលោក Xavi Hernandez ជាដើមបាទអញ្ចឹងយើងឃើញគ្រូប្រមាណអ្នកនេះនៅសល់ការងារអត់ទាន់មានការងារធ្វើបាទហើយគាត់ក៏ជាអតីតគ្រូដែលធ្លាប់ដឹកនាំក្លឹបធំៗដូច Xavi ដូចអីហ្នឹងគាត់ហើយនឹងលោក Gareth Southgate ហ្នឹង big name ដែរណាបាទព្រោះ Xavi ធ្លាប់ដឹកនាំបាសេ Gareth Southgate ធ្លាប់ជួយជំនួយជាតិអង់គ្លេសឡើងដល់ World Cup វាផ្ដាច់ព្រាត់ឡើងដល់ Euro វាផ្ដាច់ព្រាត់បាទប៉ុន្តែมันអាច World Cup មិនផ្ដាច់ព្រាត់ World Cup ដូចពាក់កណ្ដាលផ្ដាច់ព្រាត់ទេបាទប៉ុន្តែมันអាចជួយរំតែចាត់ទុកថាគេឈ្មោះរបស់គាត់ខ្លាំងប្រកែណាបាទអញ្ចឹង big name ហ្នឹងពី2នាក់ហ្នឹងហើយបើយើងនិយាយពីគ្រូដែលកំពុងតែឡើងទឹកដៃដឹកនាំបច្ចុប្បន្ននេះមានគ្រូរបស់ Crystal Palace លោក Glasner និងគ្រូរបស់ Bournemouth Iraola ព
ពីអ្នកនេះគេចាត់ទុកថាជាគ្រូដែលមើលទៅទំនងដែរដោយសារតែគាត់កំពុងតែស្ថិតនៅក្នុងលីក Premier League ស្រាប់គាត់មានបទពិសោធន៍ក្នុងលីក Premier League ស្រាប់ដូច្នេះគាត់អាចនឹងជួយដោះស្រាយនៅវិបត្តិរបស់ Man U បានក្នុងកម្រិតណាមួយនោះបាទតែឥឡូវខ្ញុំគ្មានទំនុកចិត្តទេចង់គ្រូធ្លាក់លើឋានប្រច័ណ្ឌមកពីណាក៏ដោយបាទព្រោះ Man U តតែមកដឹកនាំជាក់ស្ដែងទើបអាចបានដឹងហើយមិនស្រួលទេគ្រូទាំងអស់នោះអាចស្អុយអនាគតជាមួយ Man U នឹងតែម្ដងមិនថាគ្រូទេកីឡាករក៏ដូចគ្នាតែមកចូល Man U ហើយច្រើនតែស្អុយអនាគតហើយមកប្រហែល10ឆ្នាំចុងក្រោយនេះបាទ4-10ឆ្នាំចុងក្រោយនេះចូលមកដល់ Man U ហើយចេញទៅវិញគឺដូចគេហៅថាមកដល់រៀងហំទៅវិញកតារ៉ាហ្មងបាទអញ្ចឹងយើងឃើញទាំងកីឡាករក៏ដោយទាំងគ្រូក៏ដោយតែបំបថុយផ្សងព្រេងមួយ Man U ទៅវិញគឺទឹកភ្នែកបាទប្រហែលអ្នកហើយបាទសូម្បីតែគេថាគ្រូលើគ្រូដូចជា Rafrenic បាទគាត់គ្រូទាំងលោក Jurgen Klopp គ្រូទាំងលោកNagelsmann អីជាដើមមកស្អុយអនាគតនៅ Man U បាត់បង់គេឈ្មោះរៀងធ្លាក់កោតបន្តិចនៅ Man U នឹងឯងតែឥឡូវនេះគឺលោក Rafrenic គាត់បានបញ្ចេញមតិយោបល់លើបញ្ហាគ្រូថ្មី Man U គាត់បាននិយាយថា Man U គួរតែបាទយកលោក Oliver Glasner បាទគ្រូបង្វឹកជំនឿអូទ្រីសរបស់ Crystal មកដឹកនាំបើសិនជាលោក Robin Amorim ចាក់ចេញណាលោកយកលោក Glasner ដឹកនាំលោកគ្រូបង្វឹកជំនឿអូទ្រីសនេះគាត់ប្រៀបប្រហែលជាខ្ញុំមិនដឹងថាយ៉ាងម៉េចទេព្រោះ Rafrenic គាត់មានប្រភពនៅប្រទេសអូទ្រីសគ្រូបង្វឹកអាល្លឺម៉ង់មែនប៉ុន្តែគាត់ដោយគាត់ជាអ្នកដែលផ្ដល់នៅមតិយោបល់ហើយនឹងគេហៅថា Mastermind បាទរបស់ក្លឹប RB Leipzig RB Salzburg ដែលស្ថិតនៅក្រុមដែល Red Bull នេះបាទអញ្ចឹងគាត់មើលឃើញគ្រូអូទ្រីសល្អបាទគាត់ឃើញលោក Oliver Glasner គាត់ថាចក្ខុវិស័យរបស់ Glasner ល្អ Man U គួរតែយក Glasner តើ Man U ស្ដាប់លោក Rafrenic ដែរឬអត់ព្រោះ Rafrenic មិនដឹកនាំ Man U មិនបានជោគជ័យទេបាទមិនបានជោគជ័យទេពីព្រោះយើងដឹងស្រាប់ហើយបាទគ្រូប្រមាណមកកាន់ Man U ក្រោយពីលោក Sir Alex Ferguson ស្ពៃទាំងអស់បាទយើងការណែនាំរបស់គាត់ដឹង Man U ស្ដាប់តែបើយើងមើលជាក់ស្ដែងលោក Oliver Glasner របស់ក្រុម Crystal Palace នេះគាត់ពិតជាគ្រូដែលកំពុងឡើងទឹកដៃដឹកនាំមែននៅអង់គ្លេសគាត់បានបំបាក់ក្រុម Liverpool 2 លើកហើយដើមដំណើរការលេងក្នុងកម្មវិធី Charity Shield ជួយតែម្ដងហើយសប្តាហ៍មុនឈ្នះ Liverpool ម្ដងទៀតហើយ Liverpool ជាក្រុមដែលកំពុងនោះមុខគេក្នុងតារាងពិន្ទុសរុបលេខ1ហើយនឹងក្រុមអតីតការពារជើងឯក English Premier League ដោយការមុនហើយ Crystal Palace យកឈ្នះទាំង2លើកបាទហើយឈ្នះក្រុមកម្ពុជាតារាងទៀតណាអញ្ចឹងតែយើងនិយាយបានថា Crystal នេះមិនមែនជាក្រុមអន់ទេក្រោមការដឹកនាំរបស់ Oliver Glasner ពលគឺការប្រកួត 4-5 ប្រកួតចុងក្រោយឈ្នះ Aston 3-0 ស្មើ Sunderland 0-0 ស្មើ Millwall 1 ស្មើឈ្នះ West Ham 2-1 ហើយឈ្នះ Liverpool ចុងក្រោយនឹង 2-1 ណាឥឡូវ Crystal កំពុងឈរនៅលេខ3បងប្អូនបាទនៅឈរនៅលេខ3បន្ទាប់ពី Arsenal ប៉ុន្តែពិន្ទុចាញ់ Arsenal តាមពិន្ទុទេបាទគឺ12ពិន្ទុ Arsenal 13ពិន្ទុខណៈដែល Liverpool 15ពិន្ទុប៉ុន្តែ Crystal បានយកឈ្នះ Liverpool រួចហើយណាបានយកឈ្នះ Liverpool រួចហើយពួកគេបានយកឈ្នះក្លឹប Man City រដូវកាលមុននៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ឃើញទេតែក្រុមខ្លាំង Crystal អាចធ្វើស៊ីបានណាបាទអញ្ចឹងបើយើងមើលពីគុណសម្បត្តិហើយនឹងភាពលេចធ្លោរបស់ Oliver Glasner គឺស័ក្តិសមដែរបាទសម្រាប់តំណែងរបស់លោក Robin Amorim ដែលជាគ្រូបង្វឹកបច្ចុប្បន្ននៅ Man U នេះប៉ុន្តែសួរថាបើសិនជាគាត់មកដឹកនាំ Man U តែគាត់អាចកែប្រែនៅវិបត្តិរបស់ Man U បានអត់វាគ្មានចម្លើយទេពីព្រោះអាសំណួរទាំងអស់នេះគឺអ្នកគ្រប់គ្រងរបស់ Man U ហាក់បីដូចជាអស់ជំនឿចិត្តរួចទៅហើយបាទទៅលើបើគ្រូថ្មីកីឡាករថ្មីដែល Man U ទិញចូលចង់ធ្លាក់ពីលើឋានប្រអិនឋានប្រច័ណ្ឌណាមកក៏ដោយតែមកដល់ Man U ចាប់ផ្ដើមទ្រោមហើយដើរចេញទៅវិញទៅបាទតែ Glasner នេះគាត់មានជំនឿចិត្តណាខ្ញុំមើលព័ត៌មានចុងក្រោយនេះឃើញ Crystal Palace ហៅគាត់តកិច្ចសន្យាថ្មីបន្ថែមជាមួយ Crystal Palace តែគាត់អត់ព្រមតទេបាទអត់ព្រមតមានន័យថាគាត់នឹងត្រៀមខ្លួនដើម្បីចូលរួមដឹកនាំ Man U នេះហើយបាទអញ្ចឹងទន្ទឹមនឹងចចាមអារាមដែលគាត់ថា
menu trong bán ở lớn còn bàn bạc để sai nơi cá bằng to cái sản giá mấy pi krom Crystal Palace đại chỉ krom này còn được nông bạch bón đấy và chân ní chia nhà vitamin muối đại dương ai son than bàn thá cru bằng vật bằng top rồi bỏ menu bằng top pilo Robin Amrim ai chia Oliver Glasner và Oliver Glasner ní cứ quạt với 21 nămពីមុនគាត់ធ្លាប់ដឹកនាំក្រុមដូចជា Salzburg បាទ Liefering Rapid បាទ SV Ried បាទសំទោស LSKL Linz បាទ Wolfsburg នៅអាល្លឺម៉ង់ហើយនិង Frankfurt នៅអាល្លឺម៉ង់មុនមកកាន់ Crystal Palace អញ្ចឹងក្លឹបធំគឺគាត់អត់ដែលដឹកនាំនៅអង់គ្លេសពីមុនមកទេប៉ុន្តែគាត់ធ្លាប់ដឹកនាំក្លឹបនៅអាល្លឺម៉ង់ជាកម្រិតជាក្លឹបកម្រិតមធ្យមដូចជា Wolfsburg និង Frankfurt តែក្លឹបនៅអង់គ្លេសគឺ Crystal Palace នេះជាក្លឹបដំបូងគេហើយដែលគាត់មកកាន់តំណែងហើយដឹកនាំបាទដូច្នេះយើងមិនបាច់និយាយថាគាត់មកពីណាទេក៏តែខ្ញុំគាត់និយាយពីប្រវត្តិអញ្ចឹង Crystal ពងឈរនៅលេខ3នៅក្នុងតារាងពិន្ទុសរុបក្នុងការប្រកួត6ប្រកួតកន្លងមកមាន12ពិន្ទុបាទហើយឃើញថាឈ្នះក្លឹបដែលខ្លាំងអានេះជាអ្វីដែលជាគុណសម្បត្តិរបស់ Glasner ឥឡូវ Glasner កំពុងឈរនៅបាទមិញដាច់ slow internet ថ្ងៃនេះnetwork មិនចាប់បាទនៅ line នៅក្នុង cellular data បាទគឺ line តាម internet sim ឯណាបាទអញ្ចឹងខ្ញុំនិយាយឡើងវិញគឺ Glasner ស្ថិតនៅក្នុងលេខរៀងទី1ក្នុងចំណោមគ្រូដែល menu គិតថាអាចយកមកជំនួសលោក Robin Amrim បាទហើយគ្រូវឹកទី2អាចនឹងលោក Iraola របស់ Bournemouth ព្រោះ Bournemouth ក៏ឡើងជើងគាត់បើដែរប្រហែលឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់គ្រូ Espagne Iraola ហើយសម្រាប់លោក Gareth Southgate ដូចជាគាត់បដិសេធមិនមកទេទោះបីមានការចាប់អារម្មណ៍ពី Man U ក៏ដោយតែគាត់ដូចបដិសេធដូចថាគាត់អត់ចង់មកដឹកនាំមកនឹងជាហេតុផលផ្ទាល់ខ្លួន personal reason របស់គាត់បាទហេតុផលផ្ទាល់ខ្លួនរបស់គាត់ហើយនឹងមួយទៀតគឺគ្រូលោក Michael Carrick ដែលជាគ្រូធ្លាប់ជួយ Man U ក្នុងរយៈពេលខ្លីបានថាគ្រូបណ្ដោះអាសន្នណាគ្រូបណ្ដោះអាសន្នដែលMan U ដាក់ឲ្យគាត់ធ្វើការរយៈពេលខ្លីកាលនោះចាំបានដូចជាគាត់ជំនួសកន្លែងរបស់គ្រូណាមួយទៅភ្លេចទៅតើគ្រូធំនឹងចាក់ចេញទៅគាត់ដឹកនាំបណ្ដោះអាសន្នមួយរយៈខ្លីណាហើយបានគាត់ចេញទៅហើយថ្ងៃគាត់ដឹកនាំ Middlesbrough បាទគាត់ដឹកនាំ Middlesbrough បាទឬក៏ចាក់ចេញពី Middlesbrough ទៀតហើយខ្ញុំក៏ភ្លេចទៅបាទបងប្អូនដឹងអាចជួយប្រាប់ហើយមួយទៀតគឺមានលោក Fabian Husler បាទ Fabian Husler នេះគឺនេះចង់ភ្លេចក្លឹបគាត់ដឹកនាំគ្រូអាល្លឺម៉ង់ដែរបាទ Fabian Husler នេះគឺដឹកនាំ Brighton បច្ចុប្បន្ននេះបាទដឹកនាំ Brighton បាទក៏ស្ថិតនៅក្នុងបេក្ខភាពដែល Man U ដាក់ចូលនៅក្នុងបញ្ជីឈ្មោះគ្រូថ្មីរបស់ពួកគេដែរតែមើលទៅតំណងជាងគេមានតែ Glasner នឹងទេបន្ទាប់មក Iraola ហើយបើសិន Iraola អាច Husler នឹងឬក៏ Gareth Southgate តែ Gareth Southgate គាត់បានបដិសេធ Xavi អត់ទាន់ឃើញឆ្លើយឆ្លងអីចំពោះការចាប់អារម្មណ៍របស់ Man U ទេហើយមួយទៀតគឺអតីត caretaker បាទគឺគ្រូបណ្ដោះអាសន្នរបស់ Man U លោក Michael Carrick ដែលជា DNA របស់ Man U តែម្ដងក៏អត់ទាន់ឃើញឆ្លើយឆ្លងអីអំពីចចាមអារាមអំពីអនាគតរបស់គាត់ជាមួយ Man U ដែរប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ដែលខ្ញុំបានលើកឡើងកាលពី show មុនបាទក្នុងការ live របស់ខ្ញុំដែរខ្ញុំបានលើកឡើងថាសម្រាប់ Man U ស័ក្តិសមបំផុតគឺគួរតែយកនៅ DNA របស់ Man U នឹងដែលជាអតីតកីឡាករចាស់យកមកដឹកនាំសាកល្បងមើលបន្តសិនទៅបាទវាអាចប្រសើរជាងការដែលទៅយកគ្រូដែលល្បីឬកំពុងដឹកនាំលីកធ្លោក្នុងបណ្ដាលីកអីផ្សេងហ្នឹងយកមកដឹកនាំបាទពីព្រោះ DNA របស់ Man U ទោះបីគាត់មិនទាន់អាចទៅឡើងភ្លាមក៏ដោយប៉ុន្តែយើងទុកពេលឲ្យគាត់2ឆ្នាំ3ឆ្នាំ Man U មានតែផ្លូវហ្នឹងទេយើងមើលតែលេខឥឡូវយើងក៏ប្រាថ្នាទៅដល់ថ្នាក់ថាឥឡូវយកពៀនណាឬក៏លេង Champions League Top 4
ដាក់គោលដៅត្រឹមតែ top 4ទៅបានទេមិនបាច់ទៅយកពៀនទេដាក់គោលដៅទៅ top 4ទៅហើយឲ្យពេលគាត់ដឹកនាំ2ឆ្នាំឡើងលើកុំតិចពេកអាហ្នឹងគឺយើងយក DNA របស់ Man U ដែលជាអតីតដូចជា Michael Carrick Ryan Giggs Paul Scholes Gary Neville អីដែលខ្ញុំធ្លាប់លើកឡើងពីមុនហ្នឹងយកពួកគាត់យកមកដឹកនាំវិញព្រោះឥឡូវវាអស់តម្រេះហើយបាទក្នុងការយកគ្រូខ្ញុំមិនមែនថាគ្រូដែលល្បីរាល់ថ្ងៃនេះគាត់ដឹកនាំបង្កើតទេប៉ុន្តែមកដល់ Man U គឺវាទៅជាសាបសូន្យអស់អញ្ចឹងទៅបាទដោយ Ruben Amorim មិនមែនតែ Man U ចង់បានទេពេលនោះ Man City ក៏ចង់បាន West Ham ក៏ចង់បានណាបាទមិនមែន Man U ចង់បានតែឯងគាត់សុកចិត្តមក Man U ហើយពេលហ្នឹងគាត់ពងល្បីខ្លាំងហើយនៅ Sporting Lisbon បាទហេតុអីមកដល់ Man U គាត់បែរទៅជាធ្លាក់ដុនដាមអញ្ចឹងហើយចុងក្រោយ Ruben Amorim ខ្លួនឯងគាត់បានទទួលស្គាល់បាទឃើញសារព័ត៌មានចុះផ្សាយមិនសិនមិញថា Ruben Amorim តាមរយៈលោក Fabrizio Romano Ruben Amorim គាត់ទទួលស្គាល់ថាលីកបាល់ទាត់អង់គ្លេស English Premier League ពិតជាពិបាកដឹកនាំមែនបាទគាត់សារភាពត្រង់ជាងហ្មងគាត់ធ្លាប់ដឹកនាំគាត់ថាគាត់ធ្លាប់ដឹកនាំប៉ះមួយក្រុមនៅអង់គ្លេសកាលពីគាត់ដឹកនាំនៅ Sporting Lisbon ឈ្នះទាំង Man City ហើយធ្វើឲ្យ Arsenal ពិបាកទៀតបាទក្រុមនៅអង់គ្លេសគាត់ធ្លាប់ដឹកនាំហើយយកឈ្នះពី3ក្រុមសិក្រុមខ្លាំងបាទតែបើវាមកដឹកនាំផ្ទាល់ក្លឹបនៅអង់គ្លេសលេងក្នុងលីកអង់គ្លេសគាត់ទទួលស្គាល់ថាពិបាកមានភាពខុសប្លែកមិនងាយស្រួលដោយគាត់ដឹកនាំនៅប៉ូទុយហ្គាល់នោះទេណាគាត់ទទួលស្គាល់បានន័យថាគាត់ដឹងពីផលលំបាកហើយគាត់ក៏ប្រឈមបាទនឹងការចាក់ចែងដែរសម្រាប់ Ruben Amorim បាទគាត់ក៏ប្រឈមនឹងការចាក់ចែងដែរប្រព័ន្ធ3-4-3របស់គាត់បានព្យាយាមធ្វើអស់ហើយបាទព្យាយាមដាក់ដូររ៉ោតទេកីឡាករអស់ហើយបានប៉ុណ្ណឹងហើយវាអត់ work វាអត់ដើរបានល្អបាទមិនដឹងជាមូលហេតុអីដែរហើយកីឡាករឲ្យថាអន់ពេកមិនអន់ទេចុងក្រោយទិញបាន3នាក់ Sesko Cunha Mbeumo មកវាល្មមហើយនៅតំបន់ប្រយុទ្ធខាងលើនោះវាគួរតែ sharp វាគួរតែមុតវាគួរតែអីដែរប៉ុន្តែផ្ទុយទៅវិញវាជួយអីអត់បានបាទអាហ្នឹងគឺជារឿងមួយដែលមិនដឹងថាកើតឡើងមិនដោយមូលហេតុអីតែបើសិនជា Man U យើងនិយាយពីប្រព័ន្ធណា formation ខ្ញុំចាប់អារម្មណ៍ទៅលើតម្រង់លេងរបស់លោក Glasner ដែលជាគ្រូដែល Man U ត្រៀមយកមកដឹកនាំជំនួសលោក Ruben Amorim នេះប្រព័ន្ធលេងដូចគ្នាមួយ Ruben Amorim បេះបិទមក 3-4-3 ឬក៏ហៅថា 3-4-2-1 អាហ្នឹងតាមពិតបើគេហៅ flat 3-4-3 ឯងបាទតែ 3-4-2-1 នេះគឺគេតម្លាក់2មកជួយបម្រើប្រយុទ្ធហើយនឹងប្រយុទ្ធប្រអប់មួយដូចគ្នាបេះបិទតម្រង់ប្រព័ន្ធលេងរបស់លោក Glasner របស់ក្លឹប Crystal Palace បងប្អូនទៅមើលការពីគាត់ដឹកនាំឈ្នះ Liverpool គាត់ប្រើប្រាស់តម្រង់ 3-4-2-1 3-4-2-1 ឬក៏ 3-4-3 ហ្នឹងទេបាទអញ្ចឹងបើសិនជាយកលោក Glasner មកប្រព័ន្ធលេងអត់ខុសគ្នាជាមួយនឹងលោក Ruben Amorim ទេបើសិនជាអ្នកគ្រប់គ្រង Man U ទាំង line ណាចង់ឲ្យផ្លាស់ប្ដូរប្រព័ន្ធ 3-4-3 នឹងចេញបើសិនជាយកលោក Glasner មកគឺប្រព័ន្ធនឹងមកដល់នឹងទៀតបាទដូចគ្នាបិទមួយ Ruben Amorim អញ្ចឹងទោះថាខុសមកពីប្រព័ន្ធឬក៏ខុសមកពីស្អីប្រព័ន្ធ 3-4-3 នេះយើងដូចខ្ញុំតែនិយាយហ្នឹងខឹងគោកុំទៅវាយអទេសបាទអាប្រព័ន្ធនេះវាដូចជាអទេសអញ្ចឹងវាមិនមែនជាគោទេគោគឺគ្រូបើយើងខឹងគ្រូកុំខឹងប្រព័ន្ធហ្នឹងគាត់ដឹកនាំនៅក្លឹប Sporting Lisbon គាត់ដឹកនាំបានល្អគាត់ប្រើប្រាស់ទៅវាល្អវាជួយក្រុមបានច្រើនគេយកមកដឹកនាំ Man U ដឹកនាំបង្កើតអញ្ចឹងរឿង Man U នេះគ្មានដោយសាររឿងប្រព័ន្ធមិនមែនដោយសាររឿងកីឡាករក៏មិនមែនដោយសាររឿងគ្រូ 100% ដែរបញ្ហារបស់ Man U គឺនិយាយអត់ចេញរោមិនឃើញហេតុផលវាហាក់បីដូចជាយើងដើរទៅជន់ពេគេទៅហើមជើងអញ្ចឹងបាទដើរជន់ពេគេបកាច់បកិនគ្រាវកាច់តែឯងអញ្ចឹងរោមុខមិនឃើញមិនដឹងឈឺស្អីអាហ្នឹងអញ្ចឹងបាទហើយបើយើងនិយាយពីកីឡាករវិញឥឡូវគេចេញទៅគេល្បីហូហែគេពងលេចធ្លោហូហែនៅបណ្ដាក្លឹបថ្មីរបស់ពួកគេដូចយំមិញនេះ Rasmus Hojlund នៅ Napoli សុទ្ធចូលទី2គ្រាប់ទៅលើក្រុម Sporting Lisbon ដែលជាអតីតក្លឹបចាស់របស់ Ruben Amorim នៅក្នុងក្របខ័ណ្ឌ UEFA Champions League Rashford នៅ Barca នឹង Aziz ឲ្យ Ferran Torres មកគ្រាប់ហើយប្រកួតមុននៅ Champions League ទាត់ចូលទី2គ្រាប់តែឯងនៅលើ Newcastle កសែតនៅអេស្ប៉ាញល្បីបច្ចុប្បន្នកំពុងតែចុះផ្សាយអំពីការលេងឡើងជើងរបស់ Rashford យ៉ាងខ្លាំងក្លាបាទ AS Diario ស្អី Mundo Deportivo អីគេចុះផ្សាយហោហែបាទពីរឿង Rashford នេះហើយសិតជាអតីតកីឡាករ Man U Rashford អូខេទទួលស្គាល់ទៅលេងនៅ Barca ប្រកួតដំបូងលោក Hansa Flick ដូចជាចង់អន់ចិត្តគាត់ដែរគាត់លេងរៀងភ័យអៀនតែពេលគាត់ដាក់ចិត្ត 100% គាត់លេងមកតំហឹងអែមមែនតើណាបាទហើយយើងមើលមួយទៀតបាទក្រៅពី Rasmus Hojlund ក្រៅពី Rashford យើងមើល Garnacho ទៅ Chelsea ក៏មិនអន់ទេណាតម្រង់លេងរបស់គាត់ថ្ងៃមុនលេងឈ្នះ Benfica 1-0 គាត់
កាត់បាល់ចូលក្នុងទៅកីឡាករបេនហ្វីកាទាត់ចូលទីខ្លួនឯងអញ្ចឹង3 4នាក់នេះគឺខ្ញុំមើលឃើញថាมันអន់ទេអញ្ចឹងមិនមែនមកពីកីឡាករទេបងប្អូនរ៉ាស្មូសហុយឡាន់គាត់មុននឹងចាក់ចេញទៅចូលរួមក្នុងលក្ខខណ្ឌជ័យជើងជាមួយណាប៉ូលីគាត់បានទទូចថា Man U កុំឲ្យគាត់ចាក់ចេញគាត់ចង់ព្យាយាមនៅនឹងមួយឆ្នាំទៀតសាក់លបងមួយឆ្នាំទៀតជាមួយ Man U ថាតើអាចជួយស្រោចស្រង់ Man U បានដែរឬក៏អត់តែផ្ទុយទៅវិញ Man U អត់ទុកចិត្តគាត់ទេហើយក៏បានបញ្ជូនគាត់ចេញក្នុងចំណោមកីឡាករ5 6នាក់ដែលចេញមាន Rashford មានគាត់មាន Sancho មានអង្គតូនីមាន Garnacho បាទអញ្ចឹងដូចជាវាអត់មានអីទេថាបាទនិយាយទៅហៅអាទំនុកដែលចាប់កំហុសអូសដំណើរ Man U ថាខុសមកពីអីវាខុសមិនឃើញហ្មងខុសមិនឃើញបាទខ្ញុំមិនដឹងនិយាយថាម៉េចទៅពេលនេះគាត់ថាអូខេរូបបាននេះ steroid បើសិនជារូបបាន steroid ក៏ខ្ញុំគិតថាល្អដែរបាទគាត់ទៅដឹកនាំនៅដែលLeicester City អត់ល្អមែនប៉ុន្តែខ្ញុំគិតថាគាត់ជា DNA Man U គួរតែទុកឱកាសឲ្យគាត់ទុកឱកាសឲ្យគាត់បានដឹកនាំចាប់ពីមួយឆ្នាំឡើងលើព្រោះគាត់ទៅជា DNA ក្រៅពី DNA Man U ចង់គ្រូធ្លាក់លើឋានម្ចាស់ណាខ្ញុំមិនសូវខ្វល់ខ្វាយដោយសារឥឡូវសាក់ផលិតអ្វីដែលជាផលិតផលរបស់ខ្លួនពីមុនយកមកប្រើប្រាស់សិនទៅបាទតែឲ្យស្គាល់នេះតាមអារម្មណ៍ហើយតាមការយល់ឃើញរបស់ខ្ញុំទេតែបើថាគ្រូថ្មីសាវីដឹកនាំការមិនមែនទេតែលោក Glasner ដឹកនាំការថាមិនមែនទេគេវាល្អហើយតែខ្លាចយើងយកមកយើងវាក្លឹបប្រើគ្រូចុះបាទប្រើគ្រូចុះមែនតើរូបៀនអាមេរិកមិនបានមួយឆ្នាំចាញ់ទៅវិញហើយបាទប្រើគ្រូចុះឲ្យគ្រូមកស្អុយអនាគតកីឡាករមកស្អុយអនាគតយើងគួរតែគិតនេះទុកឲ្យគ្រូអតីតគេហៅថាជា DNA របស់យើងគាត់ក្រាញនាលនៅក្លឹបដែលគាត់ធ្លាប់លេងឲ្យនឹងវិញវាប្រសើរជាង Gary Neville អត់មានការងារជាគ្រូបង្វឹកធ្វើទេគាត់ពងធ្វើភុនឌីតទេយកគាត់មកដឹកនាំក៏បានដែរទោះបីគាត់មិនមែនជាគ្រូដែលលេចធ្លោធ្លាប់ដឹកនាំ Valencia ដឹកនាំអីគាត់ដឹកនាំមិនបានល្អក៏គួរតែផ្ដល់ឱកាសគាត់ទៅបាទ Brian Engage ក៏ដោយ Michael Carrick ក៏ដោយ Darren Fletcher ក៏ដោយ Posco ក៏ដោយគាត់ចង់សាកធ្វើលបងធ្វើគ្រូហៅគាត់មកដឹកនាំទៅ Man U មានអញ្ចឹងហើយកសាងធនធានកីឡាករខ្លួនឯងនឹងឡើងវិញមិនតិចសន្សំចៃទិញយកយុវជនក្មេងៗយកមកបណ្ដុះបណ្ដាលមិនបាច់ទៅទិញបន្ទប់អាល្អស្រាប់ពីគេមកទាំងអស់ទេសុកចិត្តយើងធ្វើជាក្លឹបមួយដាក់ខ្លួនកុំធ្វើលុយឆាយថាអញខ្វល់អញមានលុយអញទិញអាថ្មីយកមកអាល្អស្រាប់យកមកសុកចិត្តដូចពីជំនាន់ Alex Ferguson ទៅទិញកីឡាករពីបណ្ដាលីកនៅអារ៉ាប់នៅអាហ្វ្រិកខាងត្បូងហ្វ្រិកអីហើយព្រឹកមិញឃើញសារពីព័ត៌មានចុះសាយ Fabrizio Romano ទិញបានយុវជន17ឆ្នាំមួយទៀតដែរ Christian Orozco បាទខ្សែបម្រើការពារបាទពីក្លឹបFortaleza នៅប្រេស៊ីលមកគាត់មកចូលរួមនៅឆ្នាំក្រោយបាទខែមិថុនាឆ្នាំក្រោយដល់ក្តៅឆ្នាំក្រោយឆ្នាំ2026ទិញអញ្ចឹង16 17ហើយយកមកបជាគាត់លេងទិញហើយនៅពេលដែលល្អយកចូលបើថាមិនល្អឲ្យខ្ជិលជើងសិនល្អយកចូលមានតែធ្វើអញ្ចឹងទេគឺចាប់ផ្ដើមកសាងថ្មីអត់អាចមកទិញបន្ទប់ដូចបានទេយើងផ្លាក់បាទនេះតាមការយល់ឃើញរបស់ខ្ញុំទេណាបាទកុំចង់ទៅហក់លោតមួយគេនៅ top 4 top អីហ្នឹងមើលទៅមិនរួចទេវាអស់ក្បាច់ហើយមែនយូអស់ក្បាច់ហើយណាបានប៉ុណ្្នឹងអស់ក្បាច់ហើយអញ្ចឹងយើងខំប្រឹងកសាងកវ័យកឆ្នាំងឡើងមកវិញខំប្រឹងផលិតកីឡាករធនធានយុវជនថ្នាលក្មេងៗឡើងមកវិញសិនបាទយុវជននៅក្នុងស្រុកនៅអង់គ្លេសនៅចក្រពអង់គ្លេសហ្នឹងក៏ប្រឹងផលិតទៅហើយយ៉ាង talented បាទក្មេងៗដែលពងឡើងជើងនៅបណ្ដាទ្វីបលើពិភពលោកទាំងអាស៊ីក៏ដោយទាំងអាហ្វ្រិកក៏ដោយទាំងអឺរ៉ុបក៏ដោយទាំងអាមេរិកឡាទីនក៏ដោយមើលឃើញណាធូដូចទិញមកព្រឹកមិញហ្នឹងឃើញទិញមក1លាននេះអស់1លានដុល្លារអូខេទិញប៉ុណ្្នឹង1លាន2លាន1លាន2លាន3លានទុកមកដើម្បីយើងបដោះបដាលបាទមិនបាច់ទៅហក់លោតអីមួយគេចង់បានលេខ4អីណា top 4អីទុកពេល5ឆ្នាំនេះសំងំហាត់វិជាគុណផលិតធនធានកីឡាករឡើងវិញណា Man U មានតែធ្វើអញ្ចឹងទេហើយយកគ្រូដែលជាអតីត DNA បានន័យថាអតីតកីឡាករចាស់របស់ Man U ដែលមានលទ្ធភាពដឹកនាំធ្វើគ្រូបានយកមកដឹកនាំទៅបាទបើយើងយកគេអ្នកល្បីមកអស់ហើយគេមិនអាចជួយយើងបានគឺយើងមានតែបែរទៅរកវិធីរបស់យើងផ្ទាល់ខ្លួនទេហើយមិនបាច់ភ័យថាអូអាចធ្វើអញ្ចឹងធ្លាក់អើយមកទៅលេងមិនកើតទេហើយបាត់បង់គេឈ្មោះហើយ
menu មានគេឈ្មោះស្រាប់ទេបងប្អូនឃើញតែលេងអន់ប៉ុណ្ណឹងម៉េះអ្នកគ្រប់ត្រូលងាប់ហើយឲ្យតែសេព័ត៌មាន menu នៅមានអ្នក comment ច្រើនជាងគេទាំងអស់បាទខ្ញុំនិយាយក្នុងនាមអ្នកគ្រប់ត្រូល Liverpool ខ្ញុំចំណែន menu មែនណាបងប្អូនខ្ញុំទោះបី Liverpool លេងល្អជាង menu ក៏ដោយអ្នកគ្រប់ត្រូលនៅស្រុកខ្មែរយ៉ាងនេះនៅតែគ្រប់ត្រូល menu ច្រើនជាង Liverpool បាទមិនមែនថា Liverpool អត់មានអ្នកគ្រប់ត្រូលបើប្រៀបធៀបទៅគឺនៅតែ menu តិចច្រើនជាង Liverpool អញ្ចឹងកុំទៅនេះព្រោះ menu ធ្លាប់កសាងគេឈ្មោះបោះសម្លេងនឹងយូរមកហើយអញ្ចឹងយើងត្រូវទទួលស្គាល់ថាយើងឥឡូវវាអន់ត្រូវការកសាងឡើងមកវិញអញ្ចឹងអត់បាច់ត្រូវការអីណាតាក់ទាញទិញយកល្អល្បីលើលោកយកមកដាក់ទេបាទ5ឆ្នាំខ្ញុំឲ្យពេល5ឆ្នាំកុំគិតរឿង1ឆ្នាំ2ឆ្នាំ5ឆ្នាំបើវាចង់ឡើងដូរគ្រូថ្មីនោះបើថាចង់ល្អតាំងពីប្រហែលឆ្នាំមុនមកម្លេះមិនមែនមកល្អឥឡូវហ្នឹងទេអញ្ចឹង5ឆ្នាំទៀតបាទទុកពេល5ឆ្នាំចុងក្រោយនេះដើម្បីធ្វើការងារបណ្ដុះបណ្ដាលក្មេងៗឡើងមកវិញមិនមែនថាអត់ឲ្យទិញយកកីឡាករល្អទេប៉ុន្តែកុំ focus លើអាកីឡាករដែលមានស្រាប់ល្អនឹងច្រើនពេកចុះ Crystal ចុះ Bournemouth Brighton គេងាប់អស់ហ៎បាទគេងាប់អស់ដែលគេធ្លាក់ទៅណាអស់អញ្ចឹងដែលគេអត់មានកីឡាករល្បីក្នុង squad គេពីមុនមកដែលគេកសាងដល់រាល់ថ្ងៃហ្នឹងហើយមានតែលក់ចេញណាគេលេងធ្លាក់ពី Premier League អស់មានតែលេខល្អជាង Man U នឹងផងអញ្ចឹងយើងត្រូវយល់ថាបាទអានេះខ្ញុំនិយាយដដែលខ្ញុំមិនមែនជាឪម៉ែ Man U ទេគ្រាន់តែខ្ញុំមើលទៅខ្ញុំឃើញថាវាអស់ក្បាច់ហើយវាមានតែក្បាច់ចុងក្រោយតែប៉ុណ្្នឹងទេបាទហ្នឹងអញ្ចឹង Man U មានតែប៉ុណ្្នឹងទេបាទអត់មានអីបកស្រាយចាំមើលថាតែខ្ញុំគិតថាយ៉ាងយូរពីប្រកួតទៀតវាស៊ីសងទៅលើការតាក់ទងគ្នារវាងដែលក្លឹបហើយនឹងលោក Glasner ណាបាទលោក Glasner ដែលជាគ្រូរបស់ Crystal ថាតើវាវិវត្តលឿនប៉ុណ្ណាបើសិនជាវិវត្តលឿនអាចសប្តាហ៍ក្រោយហ្នឹងលោក Robin Amorim ចាក់ចេញឬក៏ស្អែកខាងស្អែកហ្នឹងខ្ញុំដឹងផងបាទខ្ញុំដឹងផងបាទតែបើសិនជាវិវត្តមិនលឿនទេពីប្រកួតអីទៀតទៅបាទដឹកនាំត្រែលទៅបាន10ប្រកួតអីចឹងទៅណាវាមានតែប៉ុណ្្នឹងបាទរឿង Man U គឺមានតែប៉ុណ្្នឹង